bà sôm group nâng trong điệp xưa từ từ này cáiในកំពុងទស្សនាទូរទស្សន៍ហងមាស HD TV ជាពិសេសកម្មវិធីហងមាសព័ត៌មានដែលតែងតែជួបអស់លោកអ្នករៀងរាល់ព្រឹកពីម៉ោង 6 រហូតដល់ម៉ោង 9 បាទហើយយើងបែងចែកជាពីរដំណាក់កាលទី 1 គឺព័ត៌មានទូទៅដំណាក់កាលទី 2 នោះគឺព័ត៌មានដែលពាក់ព័ន្ធទៅនឹងសន្តិសុខសង្គមឬក៏ចរាចរណ៍បាទថ្ងៃនេះគឺមានរូបខ្ញុំបាទទូសុខៈនិងដៃគូមួយរូបទៀតប៉ុន្តែអស់លោកអ្នកធ្លាប់ស្គាល់លោកហើយនៅម៉ោង 2 និងម៉ោង 3 ឥឡូវនេះសារតែលោកបុត្រាលោកមានភារកិច្ចទៅកាន់ខេត្តសៀមរាបដូច្នេះលោកសុភ័ណ្ឌលោកមកជំនួសមួយព្រឹកបាទអញ្ចឹងនៅថ្ងៃនេះយើងខ្ញុំនឹងផ្ដល់ជូននៅព័ត៌មានបន្តទៀតបាទហើយថ្ងៃនេះជម្រាបជូនដែរថាគឺថ្ងៃ7 កើតខែស្រាប់ឆ្នាំម្សាញ់បញ្ញស័កពុទ្ធសករាជ 2557 ត្រូវនឹងថ្ងៃអង្គារទី 13 ខែសីហាឆ្នាំ 2013 លោកសុភ័ណ្ឌមានមាតិកាសំខាន់អ្វីខ្លះដែរថ្ងៃនេះបាទមាតិកាសំខាន់ថ្ងៃនេះរួមមានអាមេរិកនិងកម្ពុជាពិភាក្សាគ្នាអំពីបញ្ហាបើកកិច្ចប្រជុំនីតិកាលទី 5 សម្រាប់អាណត្តិទី 5 នេះហើយនឹងទី 2 យុវជនកម្ពុជាពិភាក្សាអំពីការលុបបំបាត់អំពើពុករលួយនៅក្នុងកម្ពុជាបាទទី 3 នឹងក្រសួងអប់រំជំរុញឲ្យយុវជនចេះទាញឱកាសនៅពេលដែលចូលសិក្សាឧត្តមសិក្សានោះហើយទី 4 គឺអតីតសិស្សនៅប្រទេសនូវែលសេឡង់ទទួលស្គាល់ពីគុណភាពអប់រំថាមានស្តង់ដារល្អបាទមានព័ត៌មានសំខាន់មួយចំនួនទៀតរួមទាំងសេចក្តីរាយការណ៍ហើយមួយទៀតនោះគឺថាគណៈបញ្ជាការសន្តិសុខសម្រាប់ការបោះឆ្នោតរបស់កម្ពុជាយើងបានចេញសេចក្តីអំពាវនាវបន្តទៀតដល់គណៈបកនយោបាយនិងម្ចាស់ឆ្នោតឲ្យបន្តភាពអត់ធ្មត់បាទហើយឥឡូវនេះគឺយើងងាកមកមើលព័ត៌មានមួយទាក់ទិនទៅនឹងដំណើរការនៃការហៅថាប្រកាសនៃលទ្ធផលបណ្ដោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគឺបានប្រកាសហើយការប្រកាសនោះគឺថាគណៈបកប្រជាជនកម្ពុជាគឺមានសម្លេងប្រមាណជា3លានជាងសម្លេងហើយគណៈបកសង្គ្រោះជាតិមានចំនួន2លាន9សែនជាងបាទហើយបើគុណគូជាកៅអីអាសនៈក្នុងរដ្ឋសភាវិញដដែលគឺគណៈបកប្រជាជនកម្ពុជាទទួលបាន68អាសនៈគណៈបកសង្គ្រោះជាតិទទួលបាន55អាសនៈប៉ុន្តែបន្ទាប់ពីការប្រកាសលទ្ធផលបណ្ដោះអាសន្ននោះគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតដែលមានអាដាមបកនាយករដ្ឋមន្ត្រីសខេងជាប្រធានបានចេញសេចក្តីអំពាវនាវមួយដល់បណ្ដាគណៈបកនយោបាយជាពិសេសគណៈបកដែលមានអាសនៈនៅក្នុងរដ្ឋសភានិងម្ចាស់ឆ្នោតឲ្យបន្តភាពអត់ធ្មត់បន្តទៅទៀតចំពោះលទ្ធផលនៃការបោះឆ្នោតដែលប្រកាសជាបណ្ដោះអាសន្នដោយកោជបនេះគឺថាគណៈបញ្ជាការសន្តិសុខទទួលស្គាល់អំពីការធ្វើបាតកម្មណាមួយឲ្យស្របទៅនឹងច្បាប់គឺជាសិទ្ធិរបស់គណៈបកនយោបាយជាសិទ្ធិរបស់បងប្អូនជនរួមជាតិក៏ប៉ុន្តែគណៈកម្មការនេះគឺថាបានគាត់សម្គាល់ថាការចូលរួមនៅក្នុងសកម្មភាពតវ៉ាទាមទារណាមួយដែលនាំមកនៅអាវុធឬក៏ឧបករណ៍អ្វីដែលអាចបង្កគ្រោះថ្នាក់គឺជាបច្ច័យមិនល្អដែលងាយនឹងនាំឲ្យមានការប៉ះទង្គិចបន្ទុះសារាយចលាចលបង្កហានិភ័យទៅដល់សង្គមជាតិយើងដូច្នេះគឺថាដើម្បីលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នការពារសន្តិសុខសុវត្ថិភាពផ្ទាល់ខ្លួនក្រុមគ្រួសារទ្រព្យសម្បត្តិរបស់ខ្លួននិងទ្រព្យសម្បត្តិសាធារណៈឲ្យបានគង់វង្សល្អប្រសើរគឺថាប្រជាពលរដ្ឋគឺថាបង្កើនការប្រុងប្រយ័ត្នដូចគ្នាហើយព្រមជាមួយនេះគឺថាក៏សូមអំពាវនាវដល់អាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តាបន្តគោរពតាមក្រមសីលធម៌និងលើកកម្ពស់គុណធម៌និងភាពអត់ធ្មត់កម្រិតខ្ពស់បំផុតនៅក្នុងការបំពេញនៅភារកិច្ចដើម្បីបញ្ជៀសនៅការប៉ះទង្គិចណាមួយជាយថាហេតុដែលកើតឡើងបាទហើយគណៈបញ្ជាការសន្តិសុខក៏បានបន្តដែរថាឲ្យបងប្អូនប្រជាពលរដ្ឋសាធារណជនទូទៅបន្តមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃហើយអាជ្ញាធរដែនដីធ្វើកិច្ចការងារទៅតាមធម្មតារបស់ខ្លួនបាទដូចគ្នានេះដែរគឺអាដាមខៀវកញ្ញរិទ្ធអ្នកនាំពាក្យរាជរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រាប់សារព័ត៌មានកាលពីម្សិលមិញថាសភាពការនៅក្នុងរាជធានីភ្នំពេញឬក៏ប្រជាជនកម្ពុជាទាំងមូលមិនមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់ថាអសកម្មឬក៏មានបញ្ហាកាំងកកនៅត្រង់ចំណុចណាមួយនេះទេមានន័យថាសភាពគឺដំណើរការទៅធម្មតាបងប្អូនប្រជាពលរដ្ឋរស់នៅធម្មតាបំពេញកិច្ចការងារគឺទៅតាមធម្មតាដែរហើយការរឹតបន្តឹងសន្តិសុខមួយចំនួនគឺអាយដាមបានបញ្ជាក់ថានោះគឺជាភារកិច្ចរបស់រាជរដ្ឋាភិបាលដើម្បីការពារនៅហានិភ័យណាមួយដែលអាចកើតឡើងជាយថាហេតុឧទាហរណ៍ដូចជាកាលឆ្នាំ2000មានករណីបាតកម្មដែលនាំឲ្យមានការដិតបំផ្លាញដល់ស្ថានទូតថៃដូច្នេះនោះគឺជាមេរៀនមួយដែលរាជរដ្ឋាភិបាលត្រូវតែរឹតបន្តឹងសន្តិសុខសណ្ដាប់ធ្នាប់នាពេលនេះបាទដូច្នេះសូមស្ដាប់ប្រសាសន៍របស់អាដាមខៀវកញ្ញរិទ្ធរដ្ឋមន្ត្រីទូតព័ត៌មានកាលពីម្សិលមិញបាទ
បណ្ដាលនេះអត់ឃើញបញ្ហាអីទេប៉ុន្តែគាត់ថាការបំផ្លើសការបំផោងពាក្យរដ្ឋបហាការបំផោងពាក្យនៃការធ្វើបាតកម្មការបំផ្លងថាមានការប្រើអាវុធឬក៏ប្រើកម្លាំងប្រដាប់អាវុធដើម្បីចាប់នេះចាប់នោះនេះគឺសច្ចពាក្យការឃោសនាដើម្បីបង្កអស្ថិរភាពពីព្រោះអ្នកខ្លះក៏ចំនួនគេមានសារៈសំខាន់ដែរពេលមានអស្ថិរភាពគេអាចចំណេញផ្នែកនយោបាយចំនួនទៀតបាទប៉ុន្តែចំពោះរាជរដ្ឋាភិបាលនេះគឺយើងបានបញ្ញាច្បាស់ណាស់យើងការពារសិទ្ធិអ្នកបោះឆ្នោតទាំងអស់គ្នាធម្មតាយើងធ្លាប់មានស្លាកស្នាមច្រើនណាស់អញ្ចឹងបានជារាជរដ្ឋាភិបាលគឺបានប្រឹងប្រែងណាស់ប៉ុន្តែវាមានបញ្ហាពីរយើងត្រូវគិតទី1បើកាលណារាជរដ្ឋាភិបាលអំពាវនាវច្រើនថាកុំធ្វើបាតកម្មអ្នកជួនថាគេវាខ្លាចទេចឹងនាំគ្នាធ្វើណាប៉ុន្តែបើរដ្ឋាភិបាលមករៀបចំធានការទេយើងមានបាតុភិបដូចឆេះស្ថានទូតថៃឆ្នាំ2000នេះជាវិធានការចន្លោះទាំងពីរដែលរាជរដ្ឋាភិបាលត្រូវប្រកាន់យកអញ្ចឹងទី1យើងបានប្រាប់ហើយថាការងារត្រូវដោះស្រាយតាមច្បាប់ណាប៉ុន្តែបើនរណាចង់ធ្វើបាតកម្មបើមានបញ្ហាគឺអ្នកណានាំបាតកម្មគឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់នេះទី1តែទី2យើងសុំឲ្យគេថាទាំងអស់គ្នាបានជជែកគ្នាថាមកកើតគណៈកម្មការមួយដើម្បីដោះស្រាយបញ្ហាអ្វីដែលมันប្រកបទៅបើមានបញ្ហាហ្នឹងយើងប្រមូលបាតកម្មទៅប៉ុន្តែបើយើងចង់និយាយថាបើមិនត្រូវតាមចិត្តអញត្រូវធ្វើបាតកម្មនឹងការទូទៅរៀងខ្លួនប៉ុន្តែរដ្ឋាភិបាលត្រូវតែមានភារកិច្ចគឺស្រះរបងមុនណាបានន័យថាកុំដល់អាសេសបាត់ឬស្រះរបងវាមិនទៅរួចទេយើងមានបទពិសោធន៍នៃស្ថានទូតថៃហើយបាទទូរទស្សនិកជនជាទីគោរពអានពាក់ព័ន្ធទៅនឹងការបង្កើតគណៈកម្មការចំពោះកិច្ចសម្រាប់ត្រួតពិនិត្យនិងផ្ទៀងផ្ទាត់នៅលទ្ធផលនៃការបោះឆ្នោតនៅភាពមិនប្រក្រតីណាមួយនោះបើតាមទស្សនៈផ្ទាល់ខ្លួនរបស់អាដាមខៀវកញ្ញរិទ្ធបានដឹងថាគណៈកម្មការនោះគួរតែធ្វើជាសាធារណៈដែលអាចឲ្យសាធារណជនអាចមើលឃើញនៅរាល់ការធ្វើកិច្ចការងាររបស់សមាជិកនៅក្នុងគណៈកម្មការចម្រុះដែលមានមកពីគណៈបកនយោបាយសង្គមស៊ីវិលទាំងជាតិនិងអន្តរជាតិផងដែរបាទជាបន្តសូមស្ដាប់ការគូបញ្ជាក់បន្ថែមរបស់អាដាមខៀវកញ្ញរិទ្ធបន្តគណៈកម្មការនេះតាមខ្ញុំយល់បើសិនគាត់ដំណើរការគួរដំណើរការគឺឲ្យនរណាគឺជាសាធារណៈតោះនេះអាចស្ដាប់បានថាតើរឿងយ៉ាងម៉េចខ្លះនឹងបានត្រឹមត្រូវគឺមិនគណៈកម្មការដែលពិនិត្យលើបញ្ហាភាពមិនប្រក្រតីនេះត្រូវតែបើកចំហសម្រាប់សាធារណៈអស់ពិនិត្យទាំងអស់គ្នាអញ្ចឹងមានតែគណៈបក3 4ក្រុមក៏ដែរចូលក៏ដែរប៉ុន្តែប្រជាជនអស់មានលទ្ធភាពនឹងស្ដាប់ឮថាគេនិយាយពីអីខ្លះហើយពេលនោះប្រជាជនអាចដឹងបានតើការខុសនឹងត្រូវប៉ុណ្ណាការចោទនឹងត្រូវឬបាបប៉ុណ្ណាខ្លះនិយាយមតិផ្ទាល់របស់ខ្ញុំទេដែលនិយាយថាគណៈកម្មការចម្រុះគួរតែធ្វើជាសាធារណៈការពិភាក្សានឹងគណៈគណៈបកទាំង2ទាំង3ទាំង4ណាក៏ដែរចូលនឹងគឺដំណើរការទាំងអស់គឺត្រូវធ្វើជាសាធារណៈនឹងប្រជាជនយើងអាចតាមបានណាហើយទាំងអស់គ្នាអាចអស់ចិត្តទេជាគំនិតផ្ទាល់ខ្លួនការធ្វើជាសាធារណៈមានន័យថាកុំឲ្យគណៈបកនយោបាយណាមួយនៅតែកេងចំណេញអំពីគណៈកម្មការចម្រុះដែលនឹងបង្កើតឡើងនៅពេលខាងមុខនេះប៉ុន្តែការប្រទាំងប្រទើគ្នាដោយសារតែគណៈបកសង្គ្រោះជាតិលោកចង់បានឲ្យតំណាងអង្គការសហប្រជាជាតិនឹងមកធ្វើជាអាជ្ញាកណ្ដាលហើយសម្រាប់គណៈបកប្រជាជនក៏ដូចជាកោជបលោកថាតំណាងអង្គការសហប្រជាជាតិឬក៏អង្គការសង្គមស៊ីវិលទាំងជាតិអន្តរជាតិអាចមកធ្វើសង្កេតការណ៍សមាជិកគណៈបកនយោបាយផ្សេងៗអាចមកចូលរួមបានប៉ុន្តែគឺថានៅក្រោមឆ័ត្ររបស់កោជបដដែលមានន័យថាយើងមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយដែលបង្កើតដោយច្បាប់និងអនុម័តដោយរដ្ឋសភាឥឡូវនេះខ្ញុំបាទសូមអនុញ្ញាតជូននីតិទៅលោកសុភ័ណ្ឌវិញម្ដងអំពីព័ត៌មានរវាងជំនួបស្ថានទូតសហរដ្ឋអាមេរិកជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាយើងបាទទស្សនិកជនជាទីមន្ត្រីពាក់ព័ន្ធនឹងអាមេរិកជួបនឹងជាមួយកម្ពុជានេះផងដែរគឺពាក់ព័ន្ធនឹងការបោះឆ្នោតដែលយើងឃើញថាបណ្ដាប្រទេសជាច្រើនគឺតែងតែជំរុញឲ្យកម្ពុជាដំណើរការនៃការរៀបចំប្រជុំសភាប្រកបដោយសន្តិភាពក៏ដូចជាភាពស្ងប់ស្ងាត់គឺប្រទេសបណ្ដាប្រទេសជាមិត្តដូចជាបណ្ដាប្រទេសម្ចាស់ជំនួយតែងតែចង់ឃើញប្រទេសកម្ពុជាមានការអភិវឌ្ឍនិងមានការរីកចម្រើនខាងកំណើនសេដ្ឋកិច្ចផងដែរហើយយើងឃើញថាកិច្ចជំនួបរវាងកម្ពុជានិងអាមេរិកដែលយើងឃើញថាបានពិភាក្សាគ្នានិងជំរុញឲ្យដំណើរការដោយការបើកសម័យប្រជុំដំបូងនៃរដ្ឋសភាជាតិនីតិកាលទី5គឺដំណើរការយ៉ាងរលូននិងត្រឹមត្រូវផងដែរតែយើងឃើញថាការថ្លែងអាងនេះបានធ្វើឡើងនៅក្នុងកិច្ចជំនួបរវាងឧបនាយករដ្ឋមន្ត្រីបណ្ឌិតសភាចាសុកអានបានជួបជាមួយនឹងឯកអគ្គរដ្ឋទូតអាមេរិកលោក William Todd បានពិភាក្សាគ្នាអំពីដំណើរឆ្ពោះទៅការបើកសម័យប្រជុំលើកដំបូងនៃរដ្ឋសភាជាតិនីតិកាលទី5នៃការបង្កើតរាជរដ្ឋាភិបាលយើងឃើញថាឯកឧត្តមឧបសុកអានបានមានប្រសាសន៍ថា
ប្រទេសកម្ពុជាបានធ្វើការបោះឆ្នោតនៅថ្ងៃទី28ខែកក្កដាហើយលទ្ធផលបណ្ដោះអាសន្នហ្នឹងគឺខាងគណៈបកប្រជាជនកម្ពុជាទទួលបាន68កៅអីហើយខាងគណៈបកសង្គ្រោះជាតិទទួលបាន55កៅអីប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏មានការរៀបចំគណៈកម្មការជាបន្តបន្ទាប់ដើម្បីត្រួតពិនិត្យភាពមិនប្រក្រតីដែលគណៈបកសង្គ្រោះជាតិទាមទារឲ្យមានការបង្កើតនោះបាទហើយទោះបីយ៉ាងណាក៏ដោយក៏អាមេរិកស្នើឲ្យមានដំណើរការប្រកបដោយសុខសន្តិភាពកុំឲ្យមានបញ្ហាអ្វីទាំងអស់ហើយយើងឃើញថាលោក William Todd បានអំពាវនាវឲ្យកម្ពុជាឬរដ្ឋាភិបាលកម្ពុជារក្សានៅសន្តិភាពក៏ដូចជាភាពជឿនលឿនដើម្បីដោះស្រាយបញ្ហានានាដែលកំពុងតែកើតមានដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនជាបន្តទៀតបាទនេះគឺជាជំហររបស់សហរដ្ឋអាមេរិកដែលបង្ហាញថាអាមេរិកគ្រប់គ្រងចំពោះដំណើរការនៃការរៀបចំប្រជុំរដ្ឋសភានោះប្រកបដោយសុខសន្តិភាពផងដែរបាទលោកស្កាបាទរឿងដែលសំខាន់លោកសុភ័ណ្ឌទូរទស្សនិកជនជាទីគោរពរាប់អានអ្នកនយោបាយគេកំពុងតែធ្វើកិច្ចការងារដំណើរការទៅជាបណ្ដាហើយទោះបីជាការប្រទាំងប្រទើគ្នាខ្លះវាធម្មតាទេអាហ្នឹងគឺថាភាគីមួយទាមទាររកចំណេញរៀងខ្លួនប៉ុន្តែអ្វីដែលយើងគួរឲ្យកត់សម្គាល់ហ្នឹងមកហៅថាជជែកជជោចមាត់ចាប់មាត់ព្រៀបហើយជាពិសេសគឺថាព័ត៌មានលេចលឺដំណឹងផ្សេងតាមបណ្ដាញ Facebook ប្រព័ន្ធទំនាក់ទំនងសង្គមហ្នឹងគឺជារឿងមួយដែលធ្វើឲ្យមានអាចនឹងកើតឡើងដោយសារតែការបំផុសព័ត៌មានបំភ្លឺព័ត៌មានបំពុលបរិយាកាសដូច្នេះអ្នកប្រើប្រាស់ Facebook ទាំងអស់គួរគិតអំពីបញ្ហាដែលនាំឲ្យអសកម្មនាំឲ្យចលាចលដល់សង្គមជាតិយើងទាំងមូលកុំគិតពីប្រយោជន៍ផ្ទាល់ខ្លួនហើយសម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅគឺមិនចាំបាច់ខ្វាយខ្វល់មិនចាំបាច់ព្រួយបារម្ភពីបញ្ហាទាំងអស់នេះទេគឺរដ្ឋាភិបាលគេមានភារកិច្ចនៅក្នុងការគ្រប់គ្រងទាំងអស់មិនឲ្យមានអ្វីកើតឡើងគួរឲ្យព្រួយបារម្ភនោះឡើយបាទអរគុណពេលនេះសូមអនុញ្ញាតសម្រាប់វិផ្លែសិនបន្តិចទៀតយើងខ្ញុំនឹងជូននៅព័ត៌មានផ្សេងបន្តបាទ